បាទ hello សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះប្លែកតិចហើយបាទឃើញបងប្រុសម្នាក់ជិះម៉ូតូតាមផ្លូវជាតិលេខ1បងប្អូនទាំងអស់គ្នាតាមផ្លូវជាតិលេខ1ចេញពីបាទស្វាយរៀងឡើងទៅភ្នំពេញបាទផ្លូវជាតិលេខ1យើងចាក់ពីស្វាយរៀងទៅភ្នំពេញក៏ខ្ញុំអត់ដែលបានស្គាល់គាត់ទៅបងប្អូនអត់ដែលស្គាល់គាត់ទេហើយឃើញគាត់ជិះម៉ូតូអត្រៃបាទហើយបែប adventure បងប្អូនទាំងអស់គ្នាហើយខ្ញុំនេះវាស្រឡាញ់តែបែប adventure បែបសងព្រេងហ្នឹងតែគាត់ថាម៉ូតូខ្ញុំមិនមែនសម្រាប់ adventure ទេបើយើងនិយាយចំទៅសម្រាប់ម៉ូតូអ្នកជិះនៅក្រុងទៅ2នាក់អីទេតែខ្ញុំឆ្នៃយកមកបែប adventure មានន័យបងប្អូនទាំងអស់គ្នាដេញគេមានតន់ណាប៉ើងទឹកខ្យល់បងប្រុសជិះប្រុយទៅមុខបាត់ណោះឡើងដល់ស្ពានមុខខ្ញុំថាតាមឲ្យតន់ទៅបានថតគាត់ជាប់ជាមួយទីសភាពហើយមើលទៅការលីងខ្លួនរបស់គាត់បែប adventure បែបអ្នកផ្សងព្រេងអីចឹងបងប្អូនទាំងអស់គ្នាហើយឃើញទីសភាពចឹងទៀតមានម៉ូតូយើងបែបអ្នកលេងអ្នកផ្សងព្រេងចឹងទៀតវាកាន់តែចូលជាតិគ្នាហើយខ្ញុំបានទៅថាញូតំណាមកណាអីបាទជិះម៉ូតូគឺសុបាយចិត្តណាស់ហើយបោកមកខ្ញុំធ្វើយកមកហ្នឹងហើយជាមួយទីសភាពនៅលើស្ពានអ្នកលឿនមកយើងបាទខេត្តព្រៃវែងបាទជិះកាត់ម្ដងណាឃើញថាអារម្មណ៍ស្រស់ថ្លាមែនតើបងប្អូនយើងអ្នកខេត្តផ្សេងកំពុងមើលហ្នឹងបានជិះកាត់នៅបាទហើយឥឡូវដល់ចំណុចនេះជិះមកតាមគាត់មកចេះមិនគាត់ប្រអន់ទៅធូតាមគាត់តន់ហ៊ានរកតាក់មួយគាត់រៀងពេញលេញប៉ុន្តែសូមបញ្ជាក់ថាអត់តែស្គាល់គ្នាជាមួយគាត់មកគាត់នៅធ្វើដំណើរតាមផ្លូវដូចគ្នាទេលោកបងប្អូននឹងឃើញអញ្ចឹងគាត់លេងខ្លួនការតុបតែងខ្លួនទាំងម៉ូតូគាត់ទាំងមុខគាត់អីចេញមកបែបណាអ្នកដងព្រៃអ្នកជិះម៉ូតូហុកព្រៃអីហ្នឹងអញ្ចឹងហើយយើងក៏អ្នកស្រឡាញ់បែបអញ្ចឹងដែរគាត់ថាម៉ូតូខុសគ្នាមួយបែប adventure ពិតប្រាកដមួយបែប sport ជិះក្នុងក្រុងទេតែឆ្នៃទៅបែប adventure គេដែរតែបានជួបគ្នាហេតុថាខ្មែរដូចគ្នាហើយអ្នកស្រឡាញ់វិស័យតូដូចគ្នាបងប្អូនអ្នកស្រឡាញ់តូយល់អារម្មណ៍មួយហ្នឹងអញ្ចឹងក៏ថតតាមផ្លូវនឹងជាមួយគាត់បន្តិចទៅហើយគ្នាថតខ្លីៗទៅទេព្រោះជាស្រ័យដែរពេលខ្លះឃើញកាន់ថតដៃមួយបងប្អូនទាំងគ្នាតែពេលដែលឃើញកន្លែងស្លាស់នេះកាន់ថតហ្នឹងខ្ញុំបើកភ្លើងសុំផ្លូវដែរព្រោះយើងការពារសុវត្ថិភាពដែរ